ផៃវណ្ណាខ្ញុំអត់មានអនុគ្រោះអត់ទោសឲ្យលោកផៃវណ្ណាចំពោះភាពភ្លីភ្លើផ្ដេសផ្ដាស់របស់គាត់បាទផ្សារជេរមរាយកាយឪពុកខ្ញុំឯអាហ្នឹងគឺផាត់គ្នាអត់បានទេបើលោកផៃវណ្ណាមិនចេញសុំទោសមនសិការខ្ញុំនឹងជេរលោកផៃវណ្ណានឹងនៅកត់ត្រាមួយជីវិតរបស់ខ្ញុំប៉ុន្តែខ្ញុំសរសើរភាពក្លាហានរបស់លោកផៃវណ្ណានៅក្នុងនាមជាអ្នកផ្សាយព័ត៌មាន MMO សោះនៅក្នុងស្រុកខ្មែរហ្នឹងណាធ្វើឲ្យកក្រើកផែនពសធានៃមន្ត្រីរាជការខ្មែរតាក់ទងនឹងអំពើផ្ដេសផ្ដាស់របស់រាជការនៅក្នុងរបៀបដឹកនាំបញ្ហាពុករលួយបញ្ហាអសកម្មនៅក្នុងសង្គមកន្លែងនេះមួយខ្ញុំសរសើរភាពក្លាហានរបស់លោកផៃវណ្ណាហើយជាសារព័ត៌មាន MMO គ្មានក្របខ័ណ្ឌគ្មានអីច្បាស់លាស់សោះអាចធ្វើឲ្យកក្រើករញ្ជួយផែនពសធាស្រុកខ្មែរមិនធម្មតាទេខ្ញុំសូមសរសើរឥទ្ធិពលលោកផៃវណ្ណៈនៅក្នុងការដោះស្រាយបញ្ហារឿងបញ្ហាជាតិសង្គមជាតិនៅក្នុងបញ្ហារឿងស្រុកខ្មែរក្នុងនាមជាអ្នកសារព័ត៌មានដែលធ្លាប់ធ្វើកិច្ចការងារនេះខ្ញុំសូមសរសើរភាពក្លាហាននិងការឈឺឆ្អាលកិច្ចការសង្គមមួយចំនួនដែលគ្មាននរណាហ៊ានថាគ្មាននរណាហ៊ានធ្វើតែលោកផៃវណ្ណៈហ៊ានធ្វើអានេះគឺជាការកោតសរសើរនិងផ្ដល់តម្លៃនៅក្នុងភាពក្លាហាននិងហ៊ានចុចចំចំណុចរសើបប៉ុន្តែខ្ញុំសោកស្ដាយមែនទែនដែលបុគ្គលដូចលោកផៃវណ្ណៈនេះគឺជាមនុស្សបាត់ផ្សារអសរោះខ្វះសុជីវធម៌ខ្វះសិលធម៌និយាយទៅគឺថាបាត់សង្គមណានៅក្នុងពេលដែលយើងយកគេហៅថាវេទិកា MMO របស់ខ្លួនហ្នឹងយកទៅធ្វើផ្ដេសផ្ដាស់អ្វីដែលខ្លួនធ្វើគឺជាអំពើត្រឹមត្រូវល្អសោះប៉ុន្តែអាវិធីដែលខ្លួនធ្វើហ្នឹងគឺពៀលបាត់ផ្សារហួសនិស័យមនុស្សចឹងបានថាយើងទឹកនឹងប្រេងវាដាក់អត់ចូលគ្នាទេបងប្អូនខ្ញុំសរសើរនៅការប្រឹងប្រែងខំប្រឹងរបស់គាត់ដែរដែលបងប្អូនមួយចំនួនធំដែលគ្រប់គ្រងគាត់ហ្នឹងប្រហែលជាយល់មិនខុសពីខ្ញុំទេគ្មានអ្នកណាហ៊ានទៅជេរបតិចរដ្ឋការរាជការខ្មែរហ៊ាននិយាយថាអ្នកនេះធ្វើនេះបចោគេបានសាច់ចិត្តដោយគាត់ទេក៏ប៉ុន្តែអ្វីដែលគាត់កំពុងធ្វើនេះណាគេហៅថាអូសទូកឲ្យល្អានចាប់ត្រីបានឲ្យល្អទឹកគឺគាត់បំផ្លាញវិស័យសារព័ត៌មាននៅស្រុកខ្មែរគាត់បំផ្លាញអាភាពត្រឹមត្រូវវិជ្ជាជីវៈក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាហើយគាត់បង្ហាញឲ្យឃើញអំពីរបៀបដឹកនាំរដ្ឋដ៏រញ៉េរញ៉ៃអាណាធិបតេយ្យពេញទំហឹងហេតុអីខ្ញុំនិយាយបែបនេះរបៀបដឹកនាំរដ្ឋដោះស្រាយបញ្ហារដ្ឋាភិបាលអត់អាចនឹងទៅតតាំងជាមួយនឹង MMO វាយវហាចោតគ្នាតវ៉ាក៏ក្រើកឥឡូវស្ថាប័នកងរាជអាវុធហត្ថមានញ៉ាត់42ញ៉ាត់តែចេញថ្កោលទោសលោកហ៊ុនលោកផៃវណ្ណៈនេះម្ដងទៀតបងប្អូនក្នុងនាមជាអ្នកសារព័ត៌មានណាបើតែខ្ញុំគ្មានអាជីពជាអ្នកសារព័ត៌មានគ្មានស្ថាប័នអីច្បាស់លាស់ប៉ុន្តែមនសិការរបស់ខ្ញុំនៅខាងលោកផៃវណ្ណៈឯនៅក្នុងពេលនេះនៅក្នុងន័យមួយដែលថាសរសើរគាត់ដែលប្រឹងបកអាក្រាតបត់អក្រិតឬក៏អំពើពុករលួយឬក៏អញ្ញែអញ្ញៃនៅក្នុងប្រព័ន្ធដឹកនាំរដ្ឋលោកហ៊ានលោកថាខ្ញុំសរសើរក៏ប៉ុន្តែរបៀបដឹកនាំរដ្ឋរបៀបអនុញ្ញាតឲ្យ MMO ដោយលោកផៃវណ្ណៈពីលាលបាត់ផ្សារបែបនេះគឺជាការបង្ហាញអំពីភាពរញ៉េរញ៉ៃអាណាធិបតេយ្យនៃរបៀបដឹកនាំរដ្ឋរបស់យើងហើយខ្ញុំមិនលើកទឹកចិត្តឲ្យទៅធ្វើទុកបុកម្នេញលោកផៃវណ្ណៈឯងក៏ប៉ុន្តែខ្ញុំជឿថាបើទុកឲ្យលោកផៃវណ្ណៈធ្វើដូច្នេះទៀតអាប្រព័ន្ធដឹកនាំរដ្ឋរបស់យើងប្រព័ន្ធរៀបចំសប្តាហ៍ថ្ងៃហ្នឹងគឺរញ៉េរញ៉ៃណាស់ហេតុអីបានជារឿងព្រៃឈើហេតុអីបានជារឿងពុករលួយរឿងស្អីស្អីអស់ហ្នឹងប្រព័ន្ធនាយកដ្ឋានប្រយុទ្ធប្រឆាំងអំពើពុករលួយនាយកដ្ឋានបរិស្ថានរុក្ខាប្រមាញ់ក្រសួងមន្ទីរតុលាការស្ថាប័នពាក់ព័ន្ធមកកណក៏ដឹកអត់អាចដោះស្រាយអីបានហេតុអីបានជាយើងមកចាំបុគ្គលម្នាក់ពីរដើម្បីអាចហ៊ាននិយាយហ៊ានថាដើម្បីបាន like ខំ share ផងនឹងភាពនេះជាការពិតហើយគាត់ឈឺឆ្អាលរឿងសង្គមមួយចំនួនលើកទឹកចិត្តឲ្យគាត់ធ្វើប៉ុន្តែរបៀបដឹកនាំរដ្ឋរបៀបអញ្ចេះរញ៉េរញ៉ៃណាបងប្អូនគេមិនដែលធ្វើអញ្ចឹងទេគេមិនដែល
យកសំណើពីក្រុម MMO ណាមួយមកដោះស្រាយបញ្ហាចុះបើយើងត្រូវគ្នាសុំកលុំគ្នាឧទាហរណ៍ក្នុងន័យនេះលោកផៃវណ្ណៈគាត់វាយប្រហារក្រុមកងរាជអាវុធហត្ថរហូតដល់បុគ្គលចាក់ស្ដែងមួយចំនួនរហូតដល់ស្ថាប័នទៀតហើយឥឡូវស្ថាប័នគេចេញមកស្រោចថ្កោលទោសបានប្រយោជន៍អីបងប្អូនស្ថាប័នកងរាជអាវុធហត្ថពេញផ្ទៃប្រទេសជាស្ថាប័នដែលតំណាងឲ្យជាតិមួយមកវាយប្រហារបុគ្គលម្នាក់ដែលបាត់ផ្សារបាត់សង្គមដែលគ្មានក្របខ័ណ្ឌក្របអីសោះតើលោកអនុញ្ញាតឲ្យបុគ្គលនេះធ្វើអីតាំងពីដើមមកហ្នឹងហេតុអីបានជាពេលនេះទើបតែមកចាត់ការថ្កោលទោសអីគាត់សម្បើមមកម្លេះអ្នកណាដែលបណ្ដោយឲ្យគាត់ធ្វើតាំងពីដើមទីមកហ្នឹងគាត់ធ្វើត្រូវហើយប៉ុន្តែខ្ញុំនៅតែសំខាន់ថាអ្វីដែលគាត់ធ្វើរឿងរាយការណ៍អំពីអំពើពុករលួយអីហ្នឹងវាជារឿងអំពើត្រឹមត្រូវប៉ុន្តែការធ្វើដូច្នេះគឺវាផ្ដល់ផលនៃអំពើពុករលួយដល់ពួក MMO ហ្នឹងវិញទៅទៀតដោយសារអីនៅពេលដែលយើងអាចស្រែកជេរបចោគេឬក៏ដូចថាដៅចំឈ្មោះអ្នកណាម្នាក់ដើម្បីឲ្យគេភ័យខ្លាចនៅក្នុងប្រព័ន្ធដឹកនាំរដ្ឋដែលអាងថាខ្លួនឯងប្រហែលជាមានការការពារណាមួយគឺជាឱកាសដើម្បីឲ្យយើងគោះលុយគេបងប្អូនខ្ញុំអត់ចោទប្រកាន់លោកផៃវណ្ណៈថាបានគោះលុយពីណាណាប៉ុន្តែរបៀបដែលលោកធ្វើព័ត៌មានបែបនេះគេហៅព័ត៌មាន blackmail ព័ត៌មាន blackmail ហ្នឹងគឺបានន័យថាព័ត៌មានគឺរិះគន់ឬក៏វាយប្រហារណាមួយឲ្យចំចឹងទៅនៅពេលដែលគេបាក់ស្បាតគេនឹងសោកប៉ាន់គេនឹងសោកលុយឲ្យអ្នកឯងឈប់និយាយរឿងហ្នឹងប៉ុន្តែបញ្ហាបំផ្លាញពុករលួយខូចជាតិគឺនៅដដែលគ្រាន់តែគាត់សុំកលុំគ្នាត្រូវរើគ្នាគាត់ស៊ីស៊ូទៅគាត់រួចខ្លួនយើងគឺខាតប្រយោជន៍ជាតិដដែលទេគឺបានប្រយោជន៍ទៅបុគ្គលសួនតួព្រោះអីវាមិនមែនជាក្របខ័ណ្ឌដោះស្រាយបញ្ហាប្រកបដោយវិជ្ជាជីវៈនិងរបៀបដឹកនាំរដ្ឋដែលមានរចនាសម្ព័ន្ធត្រឹមត្រូវទេរបៀបដឹកនាំបែបនេះគឺជារបៀបបើកឱកាសឲ្យពួកអក្រិតជននិងពួកប្រព្រឹត្តអំពើពុករលួយចូលដៃគ្នាធ្វើអីបានប្រទេសប្រាស្រ័យចិត្តដោយសារអីតែធម្មតាតែពេលយើងហ៊ានគម្រាមកំហែងគេបានហើយគឺគោះហើយវា logic ខ្ញុំអត់ចោតប្រកាន់នេះវាជា logic តែគោះចឹងទៅគឺអ្នកនោះភ័យចឹងទៅខ្ជាក់លុយយើងឈប់និយាយឬក៏ឈប់ថាអីចឹងទៅអានេះជាគ្រោះថ្នាក់មួយសម្រាប់ជាតិយើងណាស់ហើយសូមឲ្យឈប់មានអំពើបែបនេះរដ្ឋាភិបាលត្រូវបង្កើតឲ្យមានក្របខ័ណ្ឌច្បាស់លាស់មួយថាអ្នកណាក៏ដោយផ្សព្វផ្សាយវិស័យព័ត៌មានអីក៏ដោយបើមានក្របខ័ណ្ឌមិនមានក្របខ័ណ្ឌក៏ដោយគឺត្រូវតែកាត់បន្ថយភាពអសិលធម៌អសុរោះពៀលាបាត់ផ្សារជេរបចោគេហ្នឹងគឺត្រូវតែដោះស្រាយឲ្យរឿងហ្នឹងមួយហើយត្រូវបើកយន្តការមួយបើថារដ្ឋាភិបាលពិតជាចង់ដោះស្រាយបញ្ហាអំពើពុករលួយមែនឲ្យមានក្រុមបន្ទប់ស្ថានភាពក្រុមអ្នករាយការណ៍ព័ត៌មានណាមួយដើម្បីជាកញ្ចក់ឆ្លុះសង្គមហើយហ៊ាននិយាយការពិតហើយការពារគាត់ផងខ្ញុំប្រើពាក្យថាការពារហ្នឹងគឺបានន័យថាការពារស្ថាប័នហ្នឹងឲ្យរួចផុតពីការផ្ដន់ទាទោសដើម្បីឲ្យពួកគាត់បកអាក្រាតមន្ត្រីដែលពុករលួយប៉ុន្តែបងប្អូនខ្ញុំនិយាយឲ្យថានេះគឺជាបង្ហាញភាពដឹកនាំរដ្ឋបែបរញ៉េរញ៉ៃដោយសារអីគេអត់អាចដឹកនាំរដ្ឋបែបរបៀបទៅស្ដាប់ MMO 1 2ឬក៏មានមន្ត្រីព្រៃឈើណាចុះទៅរុករកព្រៃឈើដោយខ្លួនឯងបថុយជីវិតបថុយគ្រោះថ្នាក់ខ្ញុំសរសើរវីរភាពរបស់គាត់ណាប៉ុន្តែការប្រថុយបែបនេះគឺគ្រោះថ្នាក់ណាស់ហើយគាត់បានទទួលពេលខ្លះគាត់បានទទួលការការពារពីអាជ្ញាធរដែនដីឬក៏អាជ្ញាធរថ្នាក់លើបានគាត់មានឥទ្ធិពលនៅក្នុងការធ្វើបានណាចង់និយាយថាទុកគាត់ឲ្យស្រែកជាកញ្ចែអីចឹងដែរប៉ុន្តែប្រលេះមួយមិនមែនជាប្រព័ន្ធទេនេះមិនមែនជាការដឹកនាំត្រឹមត្រូវទេរចនាសម្ព័ន្ធនៃការប្រយុទ្ធប្រឆាំងនឹងការជួញដូរកាប់បំផ្លាញព្រៃឈើអំពើពុករលួយគឺត្រូវមានរចនាសម្ព័ន្ធត្រឹមត្រូវមិនមែនសុកមានមនុស្សម្នាក់ពីរនាក់ចូលព្រៃទៅហើយយើងរាយការណ៍មកចឹងទៅប្រឈមមួយអាជ្ញាធរហើយដល់ពេលអ្នកផ្សេងទៀតដូចសកម្មជនបរិស្ថានចលនាមេដាធម្មជាតិចាប់គេដាក់គុកបិទមាត់អស់ហើយហ្នឹងនេះពួកគេដែលខំប្រឹងបង្ហាញអីចឹងចាប់គេដាក់គុកដល់ពេលក្រុមមួយចំនួនទៀតរួចខ្លួនខ្ញុំមិនលើកទឹកចិត្តឲ្យចាប់ពួកគាត់ដាក់គុកទេណារួចខ្លួនហ្នឹងគឺបានន័យថាម៉េចមានអាជ្ញាធរណាគេមានខ្នងមានអីដើម្បីឲ្យយកមកឆ្កាស់ដើម្បីបកស្បែកម្នាក់ពីរហើយចុះបើសិនជាយើងត្រូវគ្នាអាជ្ញាធរអ្នកនៅពីក្រោយហ្នឹងគេប្រាប់ថាណែបកស្បែកតែមន្ត្រីថ្នាក់នេះណាកំប៉ះថ្នាក់កពូលថ្នាក់លើនេះគ្នាចាប់ផ្ដើមធ្វើតាមអ្វីដែលដើម្បីសុវត្ថិភាពដើម្បីបានខ្នងមកឯងតើមានឯណាភាពយុត្តិធម៌ឯណាដើម្បីដោះស្រាយបញ្ហាសង្គមឲ្យជាប្រព័ន្ធបាននោះ
វាអត់ទៅរួចទេដូច្នេះសូមឲ្យអស់លោកមើលរឿងនេះហើយទប់ស្កាត់ឈប់ឲ្យមានរឿងនឹងបែបហ្នឹងតើមិនមែនថាបង្ក្រាបគេទេបងប្អូនលើកទឹកចិត្តឲ្យមានស្ថាប័នឯករាជ្យមានអង្គការសង្គមស៊ីវិលមានទាំងរដ្ឋាភិបាលមានទាំងអ្នកសារព័ត៌មានឯករាជ្យបង្កើតជាក្រុមស្ថានភាពមួយដើម្បីជាសេនាធិការរបស់រដ្ឋាភិបាលឲ្យឯករាជ្យចឹងចុះហើយដើម្បីរាយការណ៍ពីមន្ត្រីអាសកម្មចាត់ការឲ្យរកយន្តការចាត់ការត្រឹមត្រូវហើយត្រូវមានច្បាប់មានអីការពារពួកគាត់ដើម្បីរួចផុតពីការចោទប្រកាន់ធ្វើទុកបុកម្នេញពីអាជ្ញាធរនៅពេលដែលពួកគាត់រាយការណ៍ផងអានឹងបានដោះស្រាយបញ្ហាបានបើដោះស្រាយបញ្ហាបែបអស់លោកនេះដូចវែកចកហ្នឹងហើយតិចទៅឃើញទេស្ថាប័នជាតិមួយទាំងមូលចេញសេចក្តីថ្លែងការណ៍ថ្កោលទោសបុគ្គលម្នាក់ស្រស់ហើយអត់មាននរណាធ្វើអីគាត់បានទេព្រោះអីអស់លោកដែលចេញមកហ្នឹងគឺសុទ្ធតែមានខ្លួនដែរព្រោះគាត់និយាយទៅវាអាចប៉ះពាល់ដល់អាការរំលោភបំពានកាប់បំផ្លាញព្រៃឈើដល់ពេលអញ្ចឹងទៅអត់ហ៊ានចាប់គាត់ដាក់គុកឬក៏បញ្ហាអីព្រោះដោយសារអីគាត់អាចនិយាយត្រូវថាមិនបានព្រោះរឿងមកកណកដឹកហ្នឹងហើយដល់ពេលហើយអាចនឹងចាប់គាត់ឲ្យសុំទោសឬក៏ចោទប្រហារពីបទបរិហាគេអីណាតែខ្ញុំជឿថាអាការរួចផុតពីរឿងភាសាបាត់ផ្សារអសិលធម៌ហ្នឹងមិនគួររួចសោះខ្ញុំនៅតែលើកទឹកចិត្តឲ្យចាត់ការបុគ្គលណាទាំងអស់តាក់ទងនឹងរឿងភាសាបាត់ផ្សារខ្ញុំលើកទឹកចិត្តព័ត៌មានណាបងប្អូនខ្ញុំអត់លើកទឹកចិត្តជេរបចោទេជេរបចោមិនមែនជាសេរីភាពនៃការផ្សាយព័ត៌មានទេបងប្អូនចែកឲ្យដាច់ណាខ្ញុំកន្លែងនេះខ្ញុំកាន់ជើងរដ្ឋាភិបាលខ្ញុំកាន់ជើងរដ្ឋាភិបាលឲ្យចាត់ការអ្នកដែលបាត់ផ្សារផឹកសវឹងអួរទនួយកវេទិកាជេរប្រមាថបតិចផ្ដាសាហែកជេរម្រាយកាយឪពុកអ្នកដតីនៅលើប្រព័ន្ធផ្សព្វផ្សាយដែលមានអ្នកមើលនៅលើបណ្ដាញសង្គមហៅមកអប់រំកុំធ្វើទុកបុកម្នេញគាត់ហៅមកឲ្យអប់រំហើយបើគាត់មិនរៀងចាលទេគឺចាំចាត់ការវិធានការតាមផ្លូវច្បាប់ប៉ុន្តែមិនឲ្យបិទមាត់គាត់ចិត្តឈឹងទេឲ្យគាត់និយាយទៅបើគាត់និយាយរបៀបសិលធម៌សុជីវធម៌វិជ្ជាជីវៈកុំធ្វើទុកបុកម្នេញគាត់លើកទឹកចិត្តគាត់ឲ្យធ្វើបន្តទៀតប៉ុន្តែបើបាត់ផ្សារបែបបុគ្គលមួយចំនួននេះខ្ញុំថាគួរតែចាត់ការទៅព្រោះទុកក៏មិនចំណេញដកចេញក៏អត់ខាតដែរខ្ញុំសុំទោសនិយាយភាសាខ្មែរក្រហមដោយសារតែពេលខ្លះគាត់ជាទម្ងន់ណាវាជាបន្ទុកមិនមែនជាដំណោះស្រាយទេគាត់ធ្វើល្អបានមួយចំនួនហើយប៉ុន្តែនេះមិនមែនជាដំណោះស្រាយជាប្រព័ន្ធដើម្បីឲ្យជាតិយើងល្អទេខ្ញុំថាតើតែមានរៀបចំរចនាសម្ព័ន្ធត្រឹមត្រូវបានអាចដោះស្រាយបញ្ហាយើងជាប្រព័ន្ធបានបាទឥឡូវខ្ញុំស្លេះរឿងនេះត្រឹមប៉ុណ្ណេះហើយខ្ញុំនៅតែគិតថារបៀបដោះស្រាយបែបនេះគឺនៅជាភាពរញ៉េរញ៉ៃបង្ហាញពីភាពអនាធិបតេយ្យនៃរបៀបដឹកនាំរដ្ឋទេបើអស់លោកធ្វើបានគឺដូចខ្ញុំស្នើអញ្ចឹងរៀបចំឲ្យមានក្រមមានច្បាប់ការពារពួកគាត់ប៉ុន្តែត្រូវឲ្យរក្សាក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងការនិយាយស្ដីដើម្បីយើងដោះស្រាយបញ្ហាមិនមែនបចោគ្នាទេបញ្ហាគឺរឿងអក្រិតកម្មព្រៃឈើពើពុករលួយភាពអសកម្មរបស់មន្ត្រីរដ្ឋាភិបាលគ្រប់ស្ថាប័នលួចជាតិលួចអីអាហ្នឹងគឺជារឿងជាតិវាមិនមែនជារឿងបុគ្គលម្នាក់ពីរនាក់ហើយដល់ពេលហើយសុំទោសឈប់និយាយហើយទៅឲ្យបាត់អស់លីងចាប់បាត់ល្មើសហ្នឹងទៅឯណាជាតិនៅតែបាត់ផលប្រយោជន៍ដដែលហ្នឹងតែយើងមិនក្បត់ជាតិទេក្នុងន័យនេះយើងក្បត់ប្រយោជន៍ជាតិរបស់យើងហើយតែយើងដោះស្រាយបញ្ហាបែបហ្នឹងឥឡូវនេះចូលដល់កម្ពុជាដកខ្លួនកីឡា8ប្រភេទមិនឲ្យចូលប្រកួត SEA Games នៅថៃថាមកពីភ័យខ្លាចគ្រោះថ្នាក់ទឹកជំនន់ខ្ញុំថារឿងការដកកីឡាករខ្មែរទៅចូលរួមប្រកួតនៅថៃហើយយកលេសពីរឿងទឹកជំនន់ខ្ញុំថាដូចជាស្រាលបន្តិចប៉ុន្តែខ្ញុំនឹងបញ្យល់បន្តិចថាហេតុអីបានជាកម្ពុជាដកកីឡាដល់ទៅ8ប្រភេទហើយ8ប្រភេទដែលដកមានប៉ះចំកីឡាបាល់ទាត់មួយបងប្អូនហើយខ្ញុំបញ្យល់ថាហេតុអីបានជាបញ្ហានេះខ្មែរយើងកំពុងតែលឹបឡការដែលលឹបឡនេះគឺព្រោះអីតែយើងដកកីឡាបាល់ទាត់របស់កម្ពុជាមួយក្រុមដោយអត់បានជូនដំណឹងគេមុនព្រោះអាកីឡា SEA Games នេះអត់បានបង្កើត3ថ្ងៃឬក៏2ថ្ងៃទេបងប្អូនគឺគេបង្កើតយូរហើយ
គេមានការវិភាគគេមានអីគេចាប់ក្រុមចាប់អីដូច្នេះក្រុមកីឡាករបាល់ទាត់ខ្មែរហ្នឹងវាច្បាស់ជាចាប់ក្រុមជាមួយក្រុមនេះក្រុមជំរុះក្រុមនេះក្រុមនោះអីអញ្ចឹងទៅហើយត្រូវណាប៉ះជាមួយណាប៉ះជាមួយណានៅពេលដែលយើងដកក្រុមកីឡាករបាល់ទាត់យើងចោលទាំងស្រុងមិនឲ្យចូលទៅរួមនៅក្នុង SEA Games ហើយដែលយកលេសថាដោយសារទឹកជំនន់នៅភាគខាងបូកនៃប្រទេសថៃនេះគឺជារឿងដែលគួរឲ្យចង់និយាយថាសុវត្ថិភាពយើងគិតឲ្យពីកីឡាករយើងខ្ញុំយល់ក៏ប៉ុន្តែចោះកីឡាករនៃប្រទេសដទៃហេតុអីក៏គេទៅបាននៅក្នុងនេះអាជ្ញាធរកម្ពុជាថាដើម្បីសុវត្ថិភាពជាចម្បងគឺខ្ញុំសូមដកស្រង់ពីអ្វីដែលមាននៅក្នុងសន្ទុះពីសារព័ត៌មាន AKP របស់កម្ពុជាAKP ទីភ្នាក់ងារសារព័ត៌មានកម្ពុជាគឺចុះថ្ងៃទី27ខែវិច្ឆិកានេះនិយាយថាគណៈកម្មាធិការអូឡ িম্প ិកកម្ពុជាហៅកាត់ថា NOCC និងក្រសួងអប់រំយុវជននិងកីឡាបានប្រកាសជូនដំណឹងស្ដីពីការដកចេញមិនចូលរួមប្រកួត8ប្រភេទកីឡាក្នុងការប្រកួតកីឡា SEA Games លើកទី33នៅប្រទេសថៃពីថ្ងៃទី9ដល់ថ្ងៃទី20ខែធ្នូឆ្នាំ2025នៅក្នុងលិខិតផ្លូវការមួយចុះថ្ងៃទី26ខែវិច្ឆិកាផ្ញើជូនលោកដាតូសេរីឆៃយ៉ាបៈសេរីវត្តនាយកប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ឯកឧត្តមវត្តចម្រើនអគ្គលេខាធិការ NOCC របស់ខ្មែរបានបញ្ជាក់ពីការជូនដំណឹងអំពីការដកខ្លួនចេញពីប្រភេទកីឡាចំនួន8របស់កម្ពុជាក្នុងការប្រកួតកីឡា SEA Games លើកទី33នោះគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជាសូមថ្លែងអំណរគុណលិខិតរបស់គណៈកម្មការជាតិអូឡ িম্প ិកកម្ពុជាថាអញ្ចេះការដែលមិនបញ្ជូនកីឡាឬកែសម្រួលកីឡា8ប្រភេទមិនឲ្យចូលរួមនេះគឺដោយសារតែព្រួយបារម្ភអំពីសុវត្ថិភាពសំខាន់ដែលបង្កបញ្ហាប្រឈមក្នុងការធានាសុវត្ថិភាពនិងការការពារអត្តពលិកនិងមន្ត្រីរបស់កម្ពុជាទោះបីជាមានការកាត់បន្ថយជាចាំបាច់ក៏ដោយក៏កម្ពុជានៅតែបដិញ្ញារក្សាការចូលរួមរបស់ខ្លួននៅក្នុងកីឡាដែលលក្ខខណ្ឌអនុញ្ញាតឲ្យមានការចូលរួមប្រកបដោយសុវត្ថិភាពកីឡាអីគេខ្លះដែលខ្មែរអត់ឲ្យចូលរួមបងប្អូនកីឡា8មុខដែលអត់ឲ្យចូលរួមហ្នឹងគឺទី1បាល់ទាត់គុនដាវសំទោសមិនបាល់ទាត់កីឡាដែល8ប្រភេទគឺបាល់ទាត់ត្រូវហើយបាល់ទាត់បរោះនារីយូដូការ៉ាតេបញ្ចសីល័តប៉េតង់ចម្បាប់វ៉ូស៊ូនិងសីដក់ចឹងកីឡាទាំង8មុខនេះគឺគេអត់ចូលរួមបានទេដោយសារតែរឿងទឹកជំនន់តែកីឡាដែលអាចចូលរួមបានហើយអាចមានសុវត្ថិភាពគឺនៅមាន13មុខទៀតដែលកម្ពុជាបញ្ជូនទៅដែរ21គឺដក8ចេញគឺនៅក្នុងនោះគឺត្រៀមទៅមានកីឡាហែលទឹកហែលទឹកប្រហែលជាអាចអត់គ្រោះថ្នាក់ដែរព្រោះទឹកជំនន់គាត់អាចហែលបានមកទៅអត្តពលកម្មអត់ចេះហែលទឹកហេតុអីក៏ទៅកើតអាចលងទឹកដែរហ្នឹងគុនដាវនេះក៏មិនអាចកាប់ទឹកអីដាច់ដែរបាល់ទះអាចលោតខ្ពស់ចុះឡើងអាចឈ្នះទឹកដែរកាយសម្ព័ន្ធជីជីតស៊ូកីឡាអេឡិចត្រូនិកអេឡិចត្រូនិកនេះបើសិនមានទឹករត់តែឆក់ងាប់ទៀតហើយត្រូវទុកបានត្រូវទៅឲ្យទៅដែរkickboxing taekwondo WT ជីសេះម៉ូតូទឹកម៉ូតូទឹកត្រូវហ្មងព្រោះអីទឹកកំពង់សម្បូរត្រីយ៉ាថ្លុងនិងបាល់សំទោសនឹងទាត់បាល់លើតុតាមពិតណាបងប្អូននេះជាលេសទេខ្មែរយើងនេះស្ទាក់ស្ទើរនឹងបញ្ជូនកីឡា SEA Games ទៅថៃតាំងតែពីមិនមែនដោយសារទឹកជំនន់ទេគឺដោយសារអត់ទុកចិត្តថៃព្រោះអីធ្លាប់លឺហើយថាបញ្ជូនអីហ្នឹងតែហ៊ានខ្មែរ18នាក់គេអត់ទាន់ដោះលែងផងចុះបើគេចាប់កីឡាករយើងដាក់ទៀតទៅតែម៉េចលេសនេះកាលមុនខ្ញុំឮសូរព័ត៌មានបែបនេះរកកផែលបងប្អូននៅពេលដែលមានកីឡា SEA Games កីឡា SEA Games គឺជាការរៀបចំប្រចាំឆ្នាំអត់តាក់ទងនឹងនយោបាយអត់តាក់ទងនឹងចំនួនព្រំដែនអត់តាក់ទងនឹងអីទាំងអស់ព្រោះនៅពេលដែលប្រទេសណាជាម្ចាស់ផ្ទះគឺមិនមែនបានន័យថាយើងទៅចូលរួមគាំទ្រថៃទេគឺយើងទៅចូលរួមគាំទ្រកីឡា SEA Games ក្នុងនាមជាអ្នកដែលប្រទេសភូមិផងលបងជាមួយឬក៏ជាអ្នកដែលសមាជិករបស់កីឡា SEA Games ហ្នឹងវាចៃដន្យអីឆ្នាំនេះវាធ្វើនៅប្រទេសថៃបើវាធ្វើនៅប្រទេសវៀតណាមយើងច្បាស់ជាបញ្ជូនទៅទាំងអស់ហើយមិនអញ្ចឹង
តែដល់ពេលធ្វើនៅប្រទេសថៃគឺដោយសារយើងមានចំនួនព្រំដែននៅប្រទេសថៃហើយយើងធ្លាប់បាតកម្មយើងធ្លាប់ធ្វើពហិការអីសម្បើមហើយកំពុងតែស្អប់ថៃចឹងបានខ្ញុំថាកុំអោយធ្វើអីក៏ដោយស្អប់ជាតិសាសន៍កីឡាអត់តាក់ទងនឹងរឿងនយោបាយរឿងសង្គ្រាមទេកីឡាគឺជារឿងភេទរភាពរឿងទំនាក់ទំនងប្រជាជននិងប្រជាជនកីឡាករនិងកីឡាករអត់មានតាក់ទងនឹងនយោបាយអីទាំងអស់ហើយខ្ញុំដឹងថាពីមុនមកហ្នឹងគឺមានការស្ទាក់ស្ទើររារែកសឹងថាមិនចង់ឲ្យទៅចូលរួមទេដោយសារតែភ័យខ្លាចគេអឺមិនឲ្យយើងមកវិញឬក៏មិនទុកចិត្តសុវត្ថិភាពម្ចាស់ផ្ទះកីឡាស៊ីហ្គេមនេះមិនមែនមានតែកម្ពុជាទេបងប្អូនគឺមានពីគ្រប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍នេះ10ប្រទេសដូច្នេះមានរឿងអីដែលពិបាកតែយើងនៅពេលដែលយើងយកពាក្យទឹកជំនន់វាដូចជាសំហេតុសំផលដែរថាមានទឹកចំនួនចុះប៉ុន្តែហេតុអីបានជាកីឡា13ប្រភេទទៀតអាចចូលទៅរួមទៅបានយើងថាកីឡាជិះទឹកលើទឹកទៅបានហើយទឹកជន់ប៉ុណ្ណាក៏វាមិនលងហែលទឹកអីសើទៅបានចុះកីឡា13មុខនឹងមានខ្លះទៀតអីគ្រាន់តែកាប់ដាវអីហ្នឹងទៅបានដែរអត់ខ្លាចលងទឹកស្លាប់ទេចាហ៎ស្អីហើយទៅយកបាល់ទាត់មិនឲ្យចូលរួមទៅយកស្អីខ្ញុំថាអ្វីដែលសំខាន់បំផុតអារឿងអត់ឲ្យបាល់ទាត់ចូលរួមនេះគឺយើងធ្វើឲ្យ SEA Games ហ្នឹងពិបាកក្នុងការរៀបចំក្រុមប្រកួតជំរុះអីហ្នឹងពិបាកណាស់ហើយខ្ញុំថាបើយកល្អកុំឲ្យទៅទាំងអស់តែម្ដងឲ្យស្រួលប្រាប់ថាអត់ទៅបានតែម្ដងដោយសារតែបញ្ហាតែអាគ្រោះទឹកជំនន់ហ្នឹងដែលយើងយកលេសអញ្ចឹងពិបាកទៀតចុះបើយើងម៉ូតូទឹកអីវិញទឹកច្រើនខាញ់ស្រួលដូចវាពិបាកមែនតើណាបងប្អូនដូចអញ្ចឹងស្ទាក់ស្ទើរអញ្ចឹងទៅយើងបញ្ជូនបានតែ13យើងទុក8ហើយនៅលើគោកដល់អញ្ចឹងទៅខ្ញុំថារឿងនេះណាយើងធ្វើឲ្យតំណាក់តំណងកម្ពុជាថៃនឹងវាអត់មានពេលត្រូវរើគ្នាទេយើងវានៅតែរកម្មរកុសដោយសារតែយើងយកអានយោបាយមកកាយចូលក្នុងកីឡាអីដែរហើយអាកីឡាហ្នឹងគ្រាន់តែពឹបភ្លាមហ្នឹងគឺយើងគុណខ្មែរហ្នឹងហាមអត់ឲ្យគុណមួយថៃអីចូលមកប្រកួតនៅលើសង្វៀនឬក៏លើទូរទស្សន៍ខ្មែរអីបាត់ទៅហើយទៀតហ្នឹងតែថាយើងចាប់ផ្ដើមយកបញ្ហាដែលមកហ្នឹងគឺថាបើឆេះព្រៃមកកន្លែងហ្នឹងគឺយើងដុតឲ្យឆេះកន្លែងណាផ្សេងទៀតអស់ជុំមួយសាហ្នឹងដុតឲ្យឆេះទ្រុលតែម្ដងអត់មានក្រុមប្រឹងជួយផលិតជួយអីណាសោកស្ដាយមែនតើប៉ុន្តែហើយអានឹងជាការសម្រេចរបស់គេទេបងប្អូនគាត់ថាខ្ញុំជូនដំណឹងបងប្អូនតែប៉ុណ្ណឹងចុងក្រោយយោធាថៃភ័យខ្លាចការវាយប្រហារពីទាហានខ្មែរក្នុងខែទឹកជន់លោកអាយលោកខ្ញុំឮបងប្អូនយើងតាមបណ្ដាញសង្គម Facebook ហ្នឹងនិយាយមកខ្ញុំពេលខ្លះខ្ញុំចង់ទៅសើចអាពេលថៃគេកំពុងតែវេទនាចង់ងាប់យើងនឹងទៅបច្ចេដាក់បដាសាគេឲ្យលងទឹកខ្សែភ្លើងឆក់ស្លាប់អីឡាក់ហ្នឹងឡាក់ខ្ញុំថាវាអសិលធម៌ឥឡូវមានក្រុមណានោះឃើញតនឱកាសល្អអញ្ចឹងអ្នកវាយថៃបានណាទាហានយើងសម្រុកវាយថៃពងទុនដៃព្រោះអីកំពុងគ្រោះទឹកជំនន់អើយវាយ៉ាងម៉េចយ៉ាវាយថៃបានហើយគ្រោះទឹកចំនួនតែបើយើងដកថយយើងអត់ធ្មត់ទេទៅវាយថៃអីតឥឡូវថៃគេការពារខ្លួនដែរយោធាថៃថៃស៊ូវ៉ារីអ្នកនាំពាក្យគាត់ហ្នឹងអត់ដឹងមិនដែរថ្ងៃហ្នឹងចេញសេចក្តីថ្លែងការណ៍ថៃថាទោះបីជាថៃមានគ្រោះទឹកចំនួនយោធាថៃកំពុងតែត្រៀមខ្លួនដើម្បីរងទប់ទល់ការវាយប្រហារឆ្មក់ណាមួយរបស់ទាហានខ្មែរលោកវិនថៃស៊ូវ៉ារីហើយសូមចំណាយកម្លាំងទ័ពទៅជួយសង្គ្រោះស្រង់ទឹកជួយបោះស្បៀងអាហារដល់ប្រជាពលរដ្ឋថៃដែលកំពុងតែលងទៅខ្ញុំជឿថាជាទង្វើគុណធម៌ថ្លៃថ្នូរហើយកុំទៅខ្វល់រឿងខ្មែរទៅវាយស្អីសំបីតែអត់ទឹកជន់នឹងខ្មែរដកថយមកអស់ហើយទៅវាយស្អីទៀតខ្មែរអត់ធ្មត់ខ្មែរគោរពអីណាស់តែយើងសម្ោចក្នុងខោតាចឹងកុំទៅខ្លាចភ័យអីផ្អើលមានខ្លួនអីមិនអីទេតែគាត់ថានេះជាវិធីស្អំចិត្តរបស់យោធាថៃនឹងគេថាគេយោធាគេត្រៀមខ្លួនជានិច្ចបើសិនជាមានការវាយប្រហារណាមួយពីកម្ពុជាដោយប្រការណាមួយចេះតាមានហើយទៅវាយប្រហារស្អីអូខេឥឡូវចង់បញ្ចប់បងប្អូនចលនាមេដាធម្មជាតិធ្វើយុទ្ធនាការអន្តរជាតិទាមទារដោះលែងអ្នកជាប់ឃុំដែលជាសហការីរបស់ខ្លួនអើយបងប្អូនហើយចលនាមេដាធម្មជាតិអ្នកដែលជួយបរិស្ថានហ្នឹងគឺយកគ្នាដាក់គុកដាក់ច្បាប់5អ្នកហ្នឹងគឺគ្មានថ្ងៃបានដោះលែងទេឥឡូវនេះគឺពួកគាត់បានសហការគ្នាជាមួយអង្គការលើកលែងទោសអន្តរជាតិ Amnesty International ធ្វើយុទ្ធនាការមួយគឺដើម្បីឲ្យអន្តរជាតិជួយឈឺឆ្អាលក្នុងការតស៊ូមតិទាមទារឲ្យដោះលែង5អ្នកបាននៅក្នុងនោះគឺមានភួនកែវរស្មីលីចន្ទរាវុធមានលៀងហ៊ី
មានឡុងធានឹងមានថនរដ្ឋាដូច្នេះពួកគាត់កំពុងជាប់ពន្ធនាគារហើយសាររបស់ចលនាមេដាធម្មជាតិនិយាយចេះថារយៈពេលជាង1ឆ្នាំហើយដែលមិត្តទាំង5របស់យើងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារដោយតុលាការមហាយុត្តិធម៌នៃប្រជាណាចក្រកម្ពុជាក៏ព្រោះតែពួកគេខិតខំប្រឹងប្រែងការពារធនធានធម្មជាតិនិងគាំពៀសិទ្ធិរបស់សហគមន៍យើងមិនដែលភ្លេចសោះឡើយអំពីភាពអយុត្តិធម៌មួយនេះហើយនឹងប្រមូលភស្តុតាងឬក៏បន្តប្រមូលសម្លេងគាំទ្រដើម្បីទាមទារឲ្យពួកគេមានសេរីភាពឡើងវិញឆ្នាំនេះចលនាមេដាធម្មជាតិជាប់យុទ្ធនាការរបស់ Amnesty International ដែលមានឈ្មោះថា Right for Rights Campaign យើងជាមួយអង្គការ Amnesty International France បារាំង Climate Activist និងបណ្ដាញនៅបារាំងក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរនៅបារាំងបានធ្វើពិធីអុជទៀននៅឯទីក្រុងប៉ារីដើម្បីសេរីភាពរបស់សកម្មជនទាំង5របស់យើងសំណួររបស់ខាងចលនាមេដាធម្មជាតិសួរថាចោះបងប្អូនដែលកំពុងរស់នៅក្នុងប្រទេសប្រជាធិបតេយ្យយល់ថាខ្លួនគួរតែបញ្ចេញសម្លេងដើម្បីបញ្ឈប់ភាពអយុត្តិធម៌មួយនេះដែរឬទេហើយពេលណាទៅបាទសម្លេងរបស់អ្នកមិនសម្រាប់តែមិត្តទាំង5អ្នករបស់យើងនោះទេប៉ុន្តែវាសម្រាប់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងទទួលភាពអយុត្តិធម៌ពីអំណាចមួយនេះបាទបងប្អូនអស់ត្រឹមប៉ុណ្ណេះហើយម៉ោង12រំលងអាធ្រាត្រចូលដល់ថ្ងៃទី28ហើយនៅប្រទេសកម្ពុជាខ្ញុំសូមស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះអរគុណប៉ុន្តែដល់ពេលមករករឿងលោកអ៊ុំសំអាននឹងពេលដែលគាត់ខ្វល់ពីរឿងបាត់ដីហើយតែចោទគាត់ថាជាក្បត់ជាតិដែរដោយសារព័ត៌មានមួយចំនួនខ្ញុំមិនឃើញភាសាលោកអ៊ីឈៀនឬក៏អ្នកស្រីបានស្រីមុំអីប្រើពាក្យថាលោកអ៊ុំសំអានជាជនក្បត់ជាតិអីគាត់ថាចោទពីរឿងប្រឌិតព័ត៌មានធ្វើឲ្យមានការភ័ន្តច្រឡំប៉ុន្តែសារព័ត៌មាន Fresh News ហ្នឹងសិតតែថែមជនក្បត់ជាតិយកអាភាសារបស់លោកអ៊ីឈៀននិងអ្នកស្រីបានស្រីមុំដែលនិយាយដែលមិនប្រើពាក្យនឹងសោះក្បត់ជាតិអីមួយម៉ាត់នៅក្នុងហ្នឹងក៏យកមកថែមសិតតែក្នុងហ្នឹងអ្នកស្រីបានស្រីមុំហ្នឹងមានប្រសាសន៍ថាជនក្បត់ជាតិអ៊ុំសំអានលោកអ៊ីឈៀនមានប្រសាសន៍ថាជនក្បត់ជាតិអ៊ុំសំអានដូចថាបន្ថែមអាពាក្យហ្នឹងដើម្បីធ្វើឲ្យខ្ញុំមិនចង់លើកជើងកាន់ជើងថាមនុស្សមានសិលធម៌ប៉ុន្តែខ្ញុំមើលភាសាដូចជាមិននិយាយបែបហ្នឹងឯងម្ចាស់ខ្លួនណាវាណាស់រឿងអ្នកថែមដល់ថែមទៅគឺវាធ្វើឲ្យអាពាក្យពេចហ្នឹងគឺតែស្ដាប់ទៅសគារជាមែនតើប៉ុន្តែខ្ញុំអត់សូវឆ្ងល់នឹងវិជាជីវៈបាត់ផ្សាររបស់អ្នកសារព័ត៌មាននៅស្រុកខ្មែរមួយចំនួនទេប៉ុន្តែគាត់ថាយើងវាជ្រុលដែរពេលខ្លះគាត់ថាខ្ញុំនិយាយថាលោកអ៊ីឈៀនឬក៏ប្រតិកម្មរបស់គាត់តាក់ទងរឿងកម្រៀងនេះណាចំពោះខ្ញុំណាអត់ត្រូវវាប្រហារលោកអ៊ុំសំអានតតែសោះប្រឹងដោះស្រាយបញ្ហាខ្លួនឯងទៅហើយគ្រាន់តែថាការពារជំហរឲ្យពយល់ផោះតាងឲ្យប្រជាពលរដ្ឋដឹងទៅព្រោះលោកអ៊ុំសំអានអត់បានទៅកាត់ដីឲ្យទៅភាគីណាសោះបើតាមយើងមើលតើលោកទៅគ្រាន់តែនិយាយថាបើតាមលោកអ៊ីឈៀនខ្មែរយើងបាត់ដីពេលនេះជាការពិតហើយបើសិនជារឿងនឹងមិនពិតវាអាចប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជាដែរថាបាត់ដីច្រើនយ៉ាងនេះប្រជាពលរដ្ឋស្ដាប់មកគឺរដ្ឋាភិបាលហ្នឹងគឺកាត់ដីឲ្យគេដឹងធ្វើឲ្យបាត់ដីហ្នឹងក្រោមការដឹកនាំបាត់ដីបែបនេះប្រជាពលរដ្ឋអាចតវ៉ាបះបោអីខាងរដ្ឋាភិបាលជាការពិតវាអាចប៉ុន្តែលោកអ៊ុំសំអានម្នាក់ឯងសោះនេះហើយប្រព័ន្ធផ្សព្វផ្សាយអស់លោកមានមកកណោក៏ដឹកណាស់ហេតុអីក៏មិនអាចផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋជឿថាអ្វីដែលរដ្ឋាភិបាលនិយាយនឹងគឺជារឿងត្រឹមត្រូវឬធ្វើជារឿងត្រឹមត្រូវហើយទុកឲ្យលោកអ៊ុំសំអានគាត់ធ្វើកិច្ចការគាត់តាមព្រោះអ្វីដែលលោកអ៊ុំសំអានធ្វើគឺគាត់គាត់បារម្ភថាដីនឹងវាអាចបាត់ភាសាដែលគាត់ប្រើពាក្យថាលោកអ៊ីឈៀនថាអាចបាត់ដីខ្មែរចូលមករំកិលអស់ប្រមាណគីឡូប្រមាណម៉ែត្រអីហ្នឹងវាជាការពិតរដ្ឋាភិបាលអាចនឹងរករឿងលោកអ៊ុំសំអាននៅក្នុងន័យថាវាច្រើនពេកវាមិនដល់ថ្នាក់ប៉ុណ្ណឹងទេមិនអញ្ចឹងហ៎ប៉ុន្តែនៅប៉ុណ្ណឹងក៏នៅតែបញ្ហារឿងអាដានអធិបតេយ្យរបស់យើងហ្នឹងគឺយើងត្រូវបកស្រាយដោះស្រាយទៅព្រោះលោកអ៊ុំសំអានគ្រាន់តែជាអ្នកនាំសារជាអ្នកដែលឈឺឆ្អាលរឿងខ្លាចបាត់ដីតាហេតុអីបានជាគាត់ទៅជាក្បត់ជាតិនៅពេលដែលខ្ញុំដូចនិយាយចឹងបើគាត់និយាយពីរឿងយើងអង្កលចូលមកយើងអាចទាត់ចោលព័ត៌មានអីប៉ុន្តែគាត់មិនមែនជាអ្នកក្បត់ជាតិទេយើងក្បត់ជាតិយ៉ាងម៉េចបើទៅប្រាប់គេថាគេលួចរបស់យើងដើម្បីឲ្យយើងបានមកវិញហើយយើងទៅក្បត់យ៉ាងម៉េចខ្ញុំផងតែឆ្ងល់ហេតុអីក៏រកអាពាក្យក្បត់នឹងមិនឃើញយ៉ាងម៉េចនៅពេលដែលយើងនិយាយថាថៃបានរំកិលចូលដីខ្មែរ2គីឡូចុះខ្ញុំឧទាហរណ៍តាមប្រសាសន៍របស់លោកអ៊ីឈៀនដែលជាអតីតអភិបាលខេត្តបៃលិនពីមុនតាមអ្វីដែលលោកអ៊ុំសំអានដកស្រង់ប៉ុណ្ណឹងមានន័យគ្រប់គ្រាន់ថាយើងទទួលស្គាល់ថាថៃចូលដីខ្មែរហើយលោកអ៊ុំសំអានអ្នកកាត់ឲ្យមែនបានគាត់ក្បត់ជាតិអត់យល់
ឥឡូវស្លេះពីរឿងលោកអ៊ីឈៀននិងអ្នកស្រីបានស្រីមុំនិងលោកហ៊ុនម៉ាណែតត្រឹមប៉ុណ្ណេះនិយាយពីរឿងលោកញឹកបញ្ឆៃម្ដងលោកអ៊ុំសំអានក៏ដកស្រង់រាល់ប្រសាសន៍របស់លោកញឹកបញ្ឆៃសំខាន់បំផុតលោកអ៊ុំសំអានថែមពាក្យឲ្យប្រជាប្រដ្ឋដឹងថាតើបកគោលលៈដែលថៃរំកិលចូលនឹងវាប្រមាណគីឡូដីព្រោះអីបើសិនជាតាមប្រសាសន៍របស់លោកញឹកបញ្ឆៃគឺមានអបកគោលនៅអាស្ដុកកក់ឯណាណោះហើយឥឡូវស្រាប់តែមកដល់ភូមិព្រៃច័ន្ទឯណាណាអញ្ចឹងលោកអ៊ុំសំអានក៏អត់ដឹងធ្វើម៉េចដើម្បីឲ្យប្រជាប្រដ្ឋដឹងថាអបកគោលនឹងវាមិនកិលឆ្ងាយដល់ប៉ុណ្ណាព្រោះលោកញឹកបញ្ឆៃលោកច្បាស់ខ្លួនឯងថាតំបន់ព្រៃច័ន្ទតំបន់ភូមិជោគជ័យនឹងគឺជាដីខ្មែរព្រោះលោកធ្លាប់នាំតបហេតុអីបានលោកញឹកបញ្ឆៃសុកចាប់បាច់និយាយអញ្ចឹងទៅអីលោកជាសាកសីរស់លោកឈឺឆ្អាលចង់ការពារដែនអធិបតេយ្យទឹកដីខ្មែរកុំឲ្យថៃលួចឬក៏បំពេញឈ្លានពានជាអំពើថ្លៃថ្នូររបស់លោកញឹកបញ្ឆៃណាជាអ្នកសាកសីរស់ជាអតីតយោធានៅតំបន់ហ្នឹងស្គាល់តំបន់នងច័ន្ទមាន UN នៅហ្នឹងមានចែកអង្គចែកអីថៃបាញ់គ្រាប់ចូលក្នុងដីថៃស្លាប់មនុស្ស60 70នាក់របួសរាប់រយនាក់ទៀតលោកជាសាកសីរស់ថាព្រៃច័ន្ទនិងភូមិជោគជ័យតំបន់នងច័ន្ទរបស់ថៃគឺជាដីខ្មែរតាហើយឥឡូវលោកញឹកបញ្ឆៃខ្លួនលោកទទួលស្គាល់ថាបើមានការអីសុំយកលោកទៅជាសាកសីរស់លោកជួយដើម្បីទប់កុំឲ្យថៃរំលោភបំពានយើងអំពើរបស់លោកគឺជាអំពើថ្លៃថ្នូរត្រឹមត្រូវរបស់លោកបញ្ឆៃក្នុងនាមជាសាកសីរស់លោកបានផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជាពីការទន្ទ្រានរបស់ថៃភូមិព្រៃច័ន្ទភូមិជោគជ័យប៉ុន្តែសពថ្ងៃតើអ្នកណាធ្វើតាមសម្ដីលោកញ៉ាំងបញ្ឆៃទេលោកបារម្ភថាបើសិនជាគេវាស់វែងដោយសពថ្ងៃហ្នឹងគឺយើងវាបាត់ដីហើយសាររបស់គាត់3ទំព័រហ្នឹងចង់និយាយចឹងលោកអ៊ុំសំអានគ្រាន់តែនិយាយវិញប្រាប់ថានេះអតីតមេយោធាខ្មែរលោកញឹកបញ្ឆៃនិយាយថាបង្គោលលៈនេះកាលមុននៅស្ដុកកក់ហើយដល់ពេលមកអង្គលដល់អាតំបន់នេះវាអាចបាត់ដីយើងពី3គីឡូលោកញឹកបញ្ឆៃសំទោសលោកញឹកបញ្ឆៃមិនបាននិយាយថាបាត់ដល់ប៉ុណ្ណឹងគីឡូប៉ុន្តែបើលោកអ៊ុំសំអានគាត់វាស់ទៅបើបង្គលពីហ្នឹងមកដល់ហ្នឹងវាត្រូវបាត់ប្រហែលប៉ុណ្ណឹងគីឡូដីអញ្ចឹងយើងទៅទាត់ចោលរឿងគាត់ថានិយាយព័ត៌មានមិនពិតលោកញ៉ាំងបញ្ឆៃដែលពីមុនមកហ្នឹងចេញសេចក្តីថ្លែងការណ៍យ៉ាងខែងរែងដើម្បីបញ្ជាក់ប្រាប់អំពីការជួយជាតិយើងកុំឲ្យថៃលួចដីរបស់យើងមិនដឹងទៅហាមអាមិនបានអញ្ចឹងមានតែបង្ហាញប្រវត្តិសាស្ត្រទៅបើសិនដីហ្នឹងមិនបានថៃលោកញ៉ាំងបញ្ឆៃក៏អត់បាននិយាយរឿងហ្នឹងដែរហើយដល់ពេលហើយនៅពេលដែលមានប្រតិកម្មរបស់